នេះមកជួបជាមួយខ្ញុំហេងចាំទៀតហើយតោះទៅមើលការពាក់ព័ន្ធជាមួយថាតើមានព្រឹត្តិការណ៍អីខ្លះដែលអ្នកទាំងអស់គ្នាត្រូវដឹងឮណាប្រសិនមកអ្នកទាំងអស់គ្នាប្រឈមមុខនឹងអ្វីមួយចង់មើលថាតើជំរឿនរបស់អ្នកទាំងអស់គ្នាគួរធ្វើអ្វីហើយអ្វីខ្លះដែលនឹងលេចចេញជាជំរឿនសម្រាប់អ្នកទាំងអស់គ្នាត្រូវការប្រៀបធៀបរឿងរ៉ាវនិងព្រឹត្តិការណ៍មួយចំនួនណាតោះទៅមើលការនេះគឺខ្ញុំចង់បកពាក់ព័ន្ធជាមួយនឹងរូបភាពវ៉ាវខ្ញុំនឹងបកពាក់ព័ន្ធជាមួយនឹងរូបភាពនេះចង់ដឹងមើលថាតើរឿងដែលត្រូវដឹងឮព្រោះអីវាសុទ្ធតែមានជំរឿនសម្រាប់អ្នកមួយចំនួនវ៉ាវខ្ញុំឃើញថាអ្វីគឺដូចជាស្មុគក្នុងរឿងរ៉ាវខ្យល់ដំរីរឿងរ៉ាវដែលត្រូវដឹងឮអ្នកទាំងអស់គ្នាមួយចំនួនខ្ញុំឃើញនេះគឺពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវជាច្រើនដែលនឹងលេចចេញមកដល់សម្រាប់អ្នកមួយចំនួនណាអូខេតោះនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវដែលអ្នកទាំងអស់គ្នាត្រូវដឹងឮនៅក្នុងពេលឥឡូវនេះពិសេសគឺពាក់ព័ន្ធជាមួយនឹងនេះអ្នកមួយចំនួនដូចជាអ្នកខ្លះអាចថាដល់ពេលវេលាមួយដែលមានទម្ងន់ឬក៏មានរឿងរ៉ាវជាច្រើនដែលនឹងលេចចេញមកឲ្យអ្នកនរត្រូវគិតត្រូវពិចារណាខ្លាំងខ្លាយគ្រប់ពេលវេលាវាមិនមែនជារឿងអីដែរនេះទេគ្រាន់ថានៅក្នុងនេះចង់ដឹងពីជំរឿនឬក៏អ្វីដែលអ្នកនរចង់ធ្វើអញ្ចឹងណានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងអ្នកមួយចំនួនណាអាចថាដល់ពេលត្រូវចាប់ដើមលូតលាស់ចាប់ដើមបង្កើតនៅអ្វីមួយថ្មីណាពាក់ព័ន្ធជាមួយនឹងទន្សាយនេះណាវាអាចថាអ្នកខ្លះអាចថាមានទម្ងន់ផងក៏ថាបានដែរណាមូលហេតុអីដោយសារនៅក្នុងនេះវាមានតាំងពីដំមុនណារឿងរ៉ាវ spiritual ជាច្រើនដែលនៅបង្កប់ខាងក្រោយនេះព្រោះអីកាតនេះវាតំណាងឲ្យការចាប់ដើមមានទម្ងន់ឬក៏បង្កើតនៅអ្វីមួយថ្មីសម្រាប់ជីវិតតែអ្នកទាំងអស់នេះស្មុគស្មាញថាតើគួរទៅផ្លូវណាជ្រើសអីធ្វើអីណាកាត់នឹងគឺបែបនឹងសម្រាប់អ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាខ្លួនឯងកំពុងតែព្យាយាមណាតែងតែសួរនាំថាតើគួរធ្វើអីណាចាប់ដើមអីនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងទន្សាយដែលខ្ញុំនិយាយថារឿងរ៉ាវជាច្រើនដែលអ្នកទាំងអស់គ្នាត្រូវដឹងឮសម្រាប់ពាក់ព័ន្ធជាមួយនឹង dolphin ក៏ដោយណាវាជាជំរឿនណាអ្វីដែលនឹងលេចចេញមកនោះគឺអ្នកទាំងអស់គ្នាត្រូវតែបន្តដំណើរវាសុទ្ធតែពាក់ព័ន្ធជាមួយនឹងមិនថាមានរឿងអ្វីទេអ្នកទាំងអស់គ្នាដូចជាចង់បន្តដំណើរចង់ធ្វើអ្វីមួយព្រោះឯងមានកំណត់ជាច្រើនដែរបង្កប់ទុកហើយអ្នកខ្លះទៀតអាចថាជាមនុស្សដែលថាកំពុងតែមានទម្ងន់បើសិនជាពាក់ព័ន្ធជាមួយនឹងមានគ្រួសារហើយតើខ្លួនឯងគួរធ្វើអីដើម្បីឲ្យប្រសើរឡើងប៉ុន្តែគ្មានអ្វីក្រៅពីជំរឿនទី1គឺអ្នកទាំងអស់គ្នាត្រូវតែបន្តដំណើរនៅក្នុងមហាសមុទ្រដ៏ធំប្រៀបដូចជាត្រីបលែននឹងអញ្ចឹងណាព្រោះអីគឺជាស្ដេចសមុទ្រហើយបលែនគឺជាសត្វមួយដែលអត់ធន់នៅក្នុងបាតមហាសមុទ្រដ៏ជ្រៅអញ្ចឹងវាគ្មានរឿងអ្វីដែលអ្នកទាំងអស់គ្នាមិនអាចធ្វើបានទេទោះជួបឧបសគ្គអ្វីក៏ដោយណាពាក់ព័ន្ធជាមួយនឹងបលែននេះគឺវាបង្ហាញពីរឿងរ៉ាវដែលត្រូវបន្តដំណើរទៅមុខទៀតអ្នកទាំងអស់គ្នាមួយចំនួនដូចជាចង់ផ្លាស់ប្ដូរខ្លួនឯងចង់ធ្វើអ្វីមួយចង់បង្កើតអ្វីមួយទោះបីកាតនេះអ្នកទាំងអស់គ្នាមួយចំនួនមិនមានទម្ងន់ក៏ដោយប៉ុន្តែក្នុងនេះគឺវាមានន័យថាអ្នកទាំងអស់គ្នាកំពុងតែចង់បង្កើតអ្វីមួយថ្មីដែលជាខ្លួនឯងដែលជាអ្នកដែលអាចបន្តដល់ជំនាន់កូនចៅណាហើយមួយវិញទៀតណាជំរឿនទី2របស់អ្នកទាំងអស់គ្នានោះគឺពាក់ព័ន្ធនៅតែអ្នកទាំងអស់គ្នាពីចៃដន្យពេកណាកាតទី1ជំរឿនទី1ក៏ធ្វើដំណើរណាកាតទី2ក៏ធ្វើដំណើរនេះរូបសេះនេះក៏ធ្វើដំណើរដែរវាពាក់ព័ន្ធជាមួយនឹងធ្វើដំណើរយ៉ាងរឹងមាំដោយភាពជឿជាក់រហ័សរហួនបំលាស់ទីនេះណាអញ្ចឹងមួយសត្វនៅក្នុងទឹកមួយសត្វនៅលើគោកនិយាយទៅព្រោះរោមខ្លាំងមែនតើអ្នកទាំងអស់គ្នាបាសរោមវាពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរអាចថាអ្នកទាំងអស់គ្នាហ្នឹងត្រូវការជំនួយជាច្រើនឬក៏អ្នកទាំងអស់គ្នាត្រូវស្មោះត្រង់លើខ្លួនឯងត្រូវដល់ពេលវេលាមួយដែលសម្រេចចិត្តណាវ៉ាវនៅក្នុងវិនាទីនេះគឺខ្ញុំឃើញ444អាចថាអ្នកមួយចំនួនគឺតែងតែឃើញលេខហ្នឹងថាបានហើយអ្នកទាំងអស់គ្នាវាពាក់ព័ន្ធជាមួយនឹងការសារពី Angel មកដូចជារំលឹកអ្នកមួយចំនួនណា
ដល់ពេលវេលាដែលត្រូវយកចិត្តទុកដាក់វាជាសារពីចក្រវាលដូចគ្នាចឹងណាកុំឲ្យអ្នកទាំងអស់គ្នាត្រឡប់មើលទៅអតីតកាលហើយត្រូវរស់នៅក្នុងបច្ចុប្បន្នគឺផ្លាស់ប្ដូរទៀតបន្តដំណើរទៀតអ្នកទាំងអស់គ្នាគឺវិច័យដល់ខ្លាំងមែនទែនណានេះគឺជារឿងដែលអ្នកទាំងអស់គ្នាចង់ធ្វើគឺចង់បង្កើតអ្វីមួយថ្មីចង់ធ្វើដំណើរទៅកន្លែងណាមួយហើយជំរើសទី1ទី2ក៏សិតតែធ្វើដំណើរគាត់ថានេះគឺជាសត្វដែលនៅក្នុងទឹកមួយគឺសត្វនៅលើគោកណាតែវាសុទ្ធតែនៅធ្វើដំណើរបានថានៅក្នុងពេលឥឡូវនេះអាចថាអ្នកមួយចំនួនគឺអន្តរសាក្នុងការចង់ធ្វើដំណើរទៅកន្លែងណាមួយដែលខ្ញុំឃើញថាលេខ444អីចឹងណាក្នុងនាមជំរើសយើងម្នាក់គឺมันអាចទៅត្រឡប់ទៅមើលក្រោយបានទេណាគឺអ្នកទាំងនេះគួរតែរស់នៅក្នុងបច្ចុប្បន្នវាជាសារពីចក្រវាលណាអនុញ្ញាតឲ្យញាណរបស់ខ្លួនឯងដឹកនាំផ្លូវទៅណាគឺចិត្តរបស់អ្នកទាំងនេះណាហើយក៏មានភាពភ័យខ្លាចនៅក្នុងជីវិតគឺយើងតែងតែរៀនពីបទពិសោធន៍ណាពីកំហុសដែលធ្លាប់ឆ្លងកាត់នៅក្នុងផ្នែកមួយនៃជីវិតរបស់យើងណាក្នុងនាមជាមនុស្សគឺយើងកុំខ្លាចក្នុងការចាប់ផ្ដើមធ្វើដំណើរបន្តទៅខាងមុខទៀតព្រោះអ្នកទាំងនេះគឺជាមនុស្សម្នាក់ដែលពោពេញទៅដោយភាពវៃឆ្លាតនិងពោពេញទៅដោយធម៌ពលណា powerful នេះគឺសារពីចក្រវាលដែលខ្ញុំនិយាយហ្នឹងនៅក្នុងនេះដូចខ្ញុំនិយាយអញ្ចឹងគឺសត្វបលែនហើយនិងសេះនេះគឺជាជំរើសទី1និងជំរើសទី2ដែលពាក់ព័ន្ធជាមួយនឹងអ្វីដែលអ្នកហេតុត្រូវដឹងឮហើយនឹងគួរធ្វើគឺនៅតែពាក់ព័ន្ធជាមួយនឹងដំណើរសកម្មភាពផ្លាស់ប្ដូរទៅលើផ្លូវដែលត្រឹមត្រូវពិសេសគឺនេះផ្លូវដែលត្រឹមត្រូវនិងតែផ្លូវដែលត្រឹមត្រូវណាវាជាសារពីចក្រវាលពីដំណើរដែលអ្នកហេតុត្រូវធ្វើនឹងគឺត្រូវជឿជាក់លើខ្លួនឯងណាត្រូវរឹងមាំហើយអ្វីដែលសំខាន់គឺវាអាស្រ័យលើឆ្ពោះទៅនិយាយរួមគឺគោលដៅខាងមុខដែលអ្នកនរត្រូវផ្ដោតសំខាន់ណាសមត្ថភាពរបស់អ្នកនរគឺអាចសម្រេចនៅគោលដៅបានណានិយាយរួមគឺផ្លូវដែលត្រឹមត្រូវដែលអ្នកនរត្រូវធ្វើឥឡូវហ្នឹងគឺការបន្តដំណើរណាហើយចាប់យកឱកាសជាខ្លួនឯងណាគ្រប់គ្រងដំណើរនៃជីវិតរបស់ខ្លួនឯងអ្នកទាំងអស់នេះគឺជាមនុស្សម្នាក់ដែលមានភាពជា leader ព្រោះអ្នកទាំងអស់នេះគឺប្រៀបដូចជាត្រីបលែនដែលនៅក្នុងមហាសមុទ្រដ៏ធំជ្រៅនឹងអញ្ចឹងណាអញ្ចឹងគ្មាននរណាម្នាក់ដែលអាចឃុំក្រោមអ្នកទាំងអស់នេះបានទេគឺជាស្ដេចនៃសត្វត្រីណាអញ្ចឹងអ្នកទាំងអស់នេះត្រូវជឿជាក់លើចំណង់ចំណុចនិយាយរួមគឺចិត្តអ្វីដែលខ្លួនឯងចង់ធ្វើវាគឺជាទ្រព្យជាប់ខ្លួនដ៏អស្ចារ្យបំផុតណាក្តីសុបិនណាហើយធ្វើវាឲ្យខ្លាចជាការពិតចំណែកឯជំរើសទី2ដែលពាក់ព័ន្ធជាមួយនឹងសេះដែលខ្ញុំនិយាយថាមានសេះហ្នឹងណាវាជារឿងមួយទៀតសេះនេះគឺតំណាងឲ្យការផ្លាស់ប្ដូរការធ្វើដំណើរដូចគ្នាណាហើយអ្នកទាំងគ្នាដូចជាមានអ្វីមួយគឺតាមបន្តដំណើរជាមួយអ្នកទាំងគ្នាទៀតមានអ្វីមួយដែរនឹងធ្វើដំណើរជាមួយអ្នកទាំងគ្នាពាក់ព័ន្ធជាមួយសេះនេះនេះគឺសត្វតែជំរើសដែលលេចចេញអាចកើតមានជំរើសណាអញ្ចឹងអ្នកទាំងគ្នាដូចជាជំរើសមួយទៀតគឺអ្នកទាំងគ្នាត្រូវការជួយពិសេសអ្នកខ្លះអាចថាដល់ពេលវេលាដែលត្រូវរៀបការទៀតផងកាតនេះគឺអាចថាបើកាតនេះចេញមកហ្នឹងគឺអាចថាអ្នកមួយចំនួនគឺដល់ពេលវេលាដែលជ្រើសរើសដៃគូជីវិតណាអ្នកខ្លះគឺត្រូវជឿជាក់លើខ្លួនឯងណាភាពស្មោះត្រង់គ្មានអ្វីដែលសំខាន់ជាងនឹងទេនៅក្នុងនេះគឺប្រសិនបើអ្នកទាំងគ្នាចង់ពង្រឹងនៅតំណែងគឺត្រូវតែអាស្រ័យលើការនិយាយពីចំណាប់អារម្មណ៍របស់ខ្លួនឯងចិត្តរបស់ខ្លួនឯងពីខាងក្នុងចេញមកណានេះគឺអ្នកទាំងនេះគឺត្រូវការលើកទឹកចិត្តពីមនុស្សជុំវិញហើយបន្តដំណើរដោយភាពជឿជាក់បត់បែនណាអ្នកទាំងនេះដូចជានៅកន្លែងនេះគឺក្នុងចិត្តរបស់អ្នកទាំងនេះនឹងដូចជាស្ទាក់ស្ទើរត្រូវការផ្ដល់យោបល់ពីមនុស្សជុំវិញណាអ្នកទាំងនេះដូចជាអត់សូវមានភាពជឿជាក់លើខ្លួនឯងទេជំរើសទី2តែជំរើសទី1គឺមានភាពជឿជាក់បន្តដំណើរដោយភាពជឿជាក់ប៉ុន្តែនៅក្នុងទី2នេះគឺអ្នកទាំងគ្នានឹងដើរតួជាមនុស្សម្នាក់ដែលមានភាពរហ័សរហួនមាន power ដូចជាមនុស្សដែលត្រូវការសហការពីនរណាម្នាក់អាចថាអ្នកទាំងគ្នាកំពុងតែត្រូវការធ្វើការជ្រើសរើសដៃគូជីវិតក៏ថាបានហើយចង់ស្ដាប់យោបល់ពីមនុស្សជុំវិញប៉ុន្តែខ្ញុំគិតថាក្នុងពេលដែលអ្នកទាំងគ្នាស្ដាប់យោបល់ពីនរណាម្នាក់កុំភ្លេចថាត្រូវស្វែងរកណា friendship ណាដែលល្អដែលច្បាស់លាស់ដែលអាចទុកចិត្តបានណាព្រោះអីវាអាចថាមាននៅក្នុងហ្នឹងវាអាចមានរឿងរ៉ាវជាច្រើនមានមនុស្សដែលអាចកុហកអ្នកទាំងគ្នានៅក្នុងតំណែងស្នេហាក៏ថាបានណាអញ្ចឹងអ្វីដែលសំខាន់គឺអ្នកទាំងគ្នាត្រូវតែស្មោះត្រង់ត្រូវរកមនុស្សដែលស្មោះត្រង់អាចពិភាក្សាបានដើម្បីលើកទឹកចិត្តហើយគ្រប់គ្រងនៅការសម្រេចចិត្តរបស់អ្នកទាំងគ្នាគាត់ថាកាតនេះត្រូវប្រយ័ត្នបន្តិចជ្រើសខុសជ្រើសត្រូវណាអ្នកផ្ដល់យោបល់ក៏ដូចគ្នាដែរព្រោះយើងមិនដឹងថាមនុស្សនៅក្នុងហ្នឹងគឺយ៉ាងណាទេណាអានេះគឺអ្វីដែលអ្នកទាំងគ្នាមើលឃើញណា
វាប្រៀបដូចជាជំរឿនដែលមើលឃើញអាពីនេះហើយអ្វីដែលពិតប្រាកដដែលអាចនឹងកើតមានអាចថាមិនពិតប្រាកដដែរតែអ្វីដែលនឹងលេចចេញអានេះជាការរំពឹងទុករបស់អ្នកទាំងអស់គ្នាគិតថាចង់បន្តដំណើរនៅក្នុងភាពដែលជឿជាក់ណាចង់បន្តដំណើរទោះបីជាគ្រោះថ្នាក់ឬក៏មានបញ្ហាអីក៏ដោយគឺចង់ធ្វើដំណើរចាក់ចេញទៅកន្លែងណាមួយណាប៉ុន្តែក្នុងការសម្រេចចិត្តនេះអ្វីដែលអាចកើតមាននេះវាពាក់ព័ន្ធជាមួយនឹងការជ្រើសរើសគូជីវិតស្នេហាតែទាមទារការផ្ដល់យោបល់ពីមនុស្សជុំវិញទៀតវាអញ្ចឹងនេះហើយអ្វីដែលនឹងលេចចេញបន្ទាប់មកទៀតណានេះអ្វីដែលអាចលេចចេញគឺពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាគឺវាអាចនឹងមានគ្រោះថ្នាក់ពេលខ្លះអ្នកទាំងអស់គ្នាចាក់ចេញអ្វីដែលអាចកើតមានវាអាចមានគ្រោះថ្នាក់មួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវប្រឈមមុខណាប៉ុន្តែដូចជាទទួលបានការការពារអ្នកទាំងអស់គ្នានឹងទទួលបាននៅការការពារនៅនេះវាប្រៀបដូចជាផ្កាដ៏ស្រស់ស្អាតហើយជាមួយនឹងសត្វបក្សីនេះកំពុងតែចេញមកនេះដោយសារអីគាត់កំពុងតែតាក់ទាញជាមួយនឹងផ្ការីកស្រស់ស្អាតនៅក្នុងនេះវាប្រៀបដូចជាអ្វីដែលអាចលេចចេញហ្នឹងគឺធ្វើទៅថាអ្នកទាំងអស់គ្នាសាកល្បងចាក់ចេញពីបន្តដំណើរចាក់ចេញពីកន្លែងដែលខ្លួនឯងចង់ចេញហ្នឹងមែនណាសកម្មភាពគឺចង់ធ្វើអាហ្នឹងមែនប៉ុន្តែត្រូវប្រយ័ត្នឲ្យបានខ្ពស់គឺគ្រោះថ្នាក់នៅខាងមុខដែលអាចកើតមានព្រោះអីនៅក្នុងនេះវាឃើញភាពទាមទារឲ្យអ្នកទាំងអស់គ្នារឹងមាំព្រោះអីវាមានការវាយប្រហារជុំវិញដោយសត្វបន្លែហ្នឹងគាត់ចេញមកមែនប៉ុន្តែបើសិនជាចង់ចាក់ចេញពីមហាសមុទ្រតែម្ដងវាអាចនឹងជួបការវាយប្រហារពីសត្វក្នុងទឹកផ្សេងៗណាព្រោះនៅក្នុងទឹកគឺវាមានប្រភេទជីវៈចម្រុះជាច្រើនដែលយើងមើលឃើញអត់ដឹងថាមានសត្វអីខ្លះដែរនៅក្នុងនោះណានេះគឺជាអ្វីដែលអាចកើតមានគឺដូចនេះហើយនៅក្នុងពេលដែលឃើញនេះវាអាចថាអ្នកទាំងអស់គ្នាគឺទាមទារការការពារវាមានធម៌ពលដែលអាចនឹងការការពារមកការពារអ្នកទាំងអស់គ្នាក៏បាត់ក៏ប៉ិតមែនប៉ុន្តែគ្មានអ្វីដែលសំខាន់ជាងយើងចេះប្រុងប្រយ័ត្នហើយមើលបានច្បាស់លាស់នៅទិសដៅនៅខាងមុខណានៅក្នុងនេះគឺអ្នកទាំងអស់គ្នាខណៈពេលដែលកំពុងតែរីករាយនេះនៅក្នុងនេះការនេះវាបង្ហាញពីការធ្វើដំណើរពាក់ព័ន្ធជាមួយនឹងធ្វើច្បាស់ថាវាជួបពាក់ព័ន្ធជាមួយនឹងរឿងទទួលបានពរពីព្រះជាម្ចាស់ការការពារក៏ពិតមែនណានៅក្នុងនេះគឺវាមានធម៌ពលនៃការការពារភាពស្រស់ស្អាតភាពរីករាយអាចថាអ្នកទាំងអស់គ្នាអាចនឹងពេញចិត្តនៅជីវិតដែលខ្លួនឯងចង់បាននឹងជីវិតដែលខ្លួនឯងរស់ជាខ្លួនឯងណាដែលអាចចាក់ចេញមកណានេះគឺពាក់ព័ន្ធជាមួយនឹងបក្សីអានេះគេហៅថាសេចអ្នកទាំងអស់គ្នាសត្វហ្នឹងគឺវាកំពុងតែរីករាយជាមួយនឹងកំពុងតែរំច្រៀងជាមួយនឹងផ្កាគឺបង្ហាញពីធម៌ពលនៃភាពរីករាយរបស់ខ្លួនឯងពេញចិត្តនឹងមានអារម្មណ៍ថាស្មោះត្រង់វាមានថាផ្អែមល្ហែមជាមួយនឹងជីវិតដែលកំពុងតែជីវិតរបស់គាត់ដែលកំពុងតែទទួលបាននៅការដូចថាទទួលបានសម្រេចនៅតាមបំណងប្រាថ្នារបស់ខ្លួនឯងណាអញ្ចឹងហើយការព័ទ្ធជុំវិញវាប្រៀបដូចជាពន្លឺណាពន្លឺនេះពន្លឺនេះវាប្រៀបដូចជាពន្លឺមួយដែលទទួលបានពរពីព្រះជាម្ចាស់អញ្ចឹងណាឬក៏អាចថាជាពន្លឺនៃមិត្តភក្តិឬក៏គ្រួសារណាពន្លឺនេះគឺតំណាងឲ្យមនុស្សជុំវិញណាអញ្ចឹងធម៌ពលនេះគឺវាអាចនឹងគឺជាធម៌ពលដែលរីករាយបំផុតណានៅក្នុងកាបហ្នឹងប៉ុន្តែអ្នកនរគ្នាគាត់ថាពេលដែលយើងចេញមកលេងនៅក្នុងពិភពខាងក្រៅគឺគាត់ត្រូវតែប្រុងប្រយ័ត្នដែរដូចខ្ញុំនិយាយចឹងគឺការផ្លាស់ប្ដូរគ្រប់ជំហានទាំងអស់គឺតែងតែវាអាចកើតមានណាអញ្ចឹងហើយនៅក្នុងសត្វនេះគឺការនេះគឺការដែលល្អខ្លាំងបំផុតណាអ្វីដែលអាចលេចចេញសម្រាប់អ្នកមួយចំនួនណានៅពេលដែលធ្វើដំណើរហ្នឹងណាវានឹងលេចចេញពលលើនៃក្តីសង្ឃឹមណាអ្នកនរគ្នាអាចថាជាមនុស្សម្នាក់ដែលអាចតាក់ទាញមនុស្សជុំវិញណាសត្វឬក៏និយាយរួមជាទីប្រាថ្នារបស់មនុស្សជុំវិញសុភមង្គលស្នេហាពោពេញទៅដោយការជូនពរពីព្រះជាម្ចាស់ដែលអាចសម្រេចបាននៅក្នុងកាបនេះណាអញ្ចឹងក្នុងពេលដែលបើសិនមកកាបនេះចេញពីច្រាស់វិញអ្នកនរគ្នានឹងអាចជួបនៅរឿងរ៉ាវជាច្រើនដែលត្រូវតែមានពាក់ព័ន្ធជាមួយដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺគ្រោះថ្នាក់អ្វីៗចឹងប៉ុន្តែគាត់ថាកាបនេះគឺជាកាបនៃសុភមង្គលខ្លាំងណាទោះបីមានបញ្ហាក៏ដោយក៏បានទទួលពរពីព្រះជាម្ចាស់ដែរនឹងការពាររីឯ N ណាអានវិញគឺពាក់ព័ន្ធជាមួយនឹងខ្យាដំរីវាមានដំនួនទៀតណាអញ្ចឹងនៅក្នុងនេះវាអាចថាអ្នកមួយចំនួនគឺជាប់គាំងអាចថាអ្នកទាំងគ្នាមានអារម្មណ៍ថាឈឺឆាវពេលខ្លះគឺវារបៀបថាជីវិតត្រូវតែចាក់ចេញមកខាងក្រៅដើម្បីផ្សងព្រេងជំរើសទី2នេះគឺចង់និយាយថារឿងដែលអាចកើតមានមួយទៀតនេះគឺវាផ្ទុយពីនេះឆ្លាស់តែម្ដងណាអញ្ចឹងវាអាស្រ័យលើជំហានមួយណាដែលអ្នកនរគ្នាកំពុងតែជ្រើសរើសបន្តដំណើរណានៅក្នុងនោះឬក៏អាចថាអ្នកនរគ្នានឹងកំពុងតែអត់ពេញចិត្ត
ឬក៏រឿងអ្វីមួយវាអាចថាដល់ពេលវេលាបញ្ចប់របស់វាហើយនឹងចាប់ដើមនៅអ្វីមួយថ្មីធ្វើឲ្យអ្នកនរផ្លាស់ប្ដូរនៅក្នុងនេះវាអាចថាបើសិនជានិយាយបើសិនសំណាកាតនេះវាចេញមកអត់ប្រចាំបើចេញប្រចាំអ្នកនរអាចថាជាជួនរងគ្រោះទៅវិញនៅក្នុងបញ្ហាអ្វីមួយណាក្នុងនេះគាត់ថារឿងរ៉ាវមួយបានបញ្ចប់នេះរង្វង់ពាត់នៅលើភពផែនដីនេះគឺព្រះអាទិត្យឬផែនដីនេះវាបានបញ្ជាក់ថាវាដល់ពេលវេលាបញ្ចប់ហើយរង្វង់នេះគឺរង្វង់នៃការបញ្ចប់អ្វីមួយណាគឺផ្លាស់ប្ដូរណានៅក្នុងនេះគឺពាក់ព័ន្ធជាមួយខ្យល់ដំរីហ្នឹងគឺអត់ដូចថាប្រឹងតតាំងដូចជាមានស្នាមប្រយុទ្ធទៀតណានឹងគឺបង្ហាញពាក់ព័ន្ធជាមួយថាមិនថាជីវិតជួបរឿងអ្វីទេណាអ្វីដែលចាំបាច់បំផុតគឺរក្សាលំនឹងនៃជីវិតដែលមានពីធម្មជាតិណាទោះបីជាបាត់បង់ខ្លួនឯងបែបណាក៏ដោយត្រូវតែច្បាស់បង្ហាញយ៉ាងច្បាស់ណាមិនថាខ្លួនឯងធ្លាក់នៅក្នុងស្ថានភាពទន់ខ្សោយបែបណាទេឬក៏ជួបរឿងគ្រោះមហន្តរាយអ្វីបែបណាជីវិតគឺតែងតែបង្រៀនណាបង្រៀនយើងអាចថាដួលហើយអាចងើបឡើងវិញនេះអញ្ចឹងអាចថាអ្នកមួយចំនួនកន្លងមកគឺអាចថានឹងជួបរឿងប្រសិនបើជ្រើសខុសជីវិតរបស់អ្នកហើយនឹងអាចដួលរលំជួបនឹងរឿងរ៉ាវអ្វីមួយណាដែលមិនសមម្ដងនេះអញ្ចឹងទាមទារឲ្យអ្នកនរហ្នឹង stronger រឹងមាំឡើងពាក់ព័ន្ធជាមួយនឹងភាពរឹងមាំឲ្យខ្លួនឯងរឹងមាំឡើងណាប្រៀបដូចជានៅក្នុងនេះរបៀបថាទាមទារលូតលាស់ឡើងវិញទាមទារសិក្សាស្រាវជ្រាវនៅក្នុងនេះគឺគ្មានអ្វីចាំបាច់ជាងការជីវិតដែលឆ្លងកាត់ជួបភ្លៀងហើយអាចអភិវឌ្ឍខ្លួនឯងឲ្យលូតលាស់ដល់ប្រសើរខ្លាចជាមនុស្សដែលរឹងមាំគឺកន្លែងហ្នឹងគឺទាមទារបែបហ្នឹងកាតហ្នឹងគឺទាមទារឲ្យអ្នកនរគ្នាគ្រប់គ្រងនៅជួបភ្លៀងនៃជីវិតដោយខ្លួនឯងហើយខ្លាចជាមនុស្សម្នាក់រឹងមាំអ្នកនរគ្នាអាចឈឺចាប់អាចមានអារម្មណ៍ថាអយុត្តិធម៌ប៉ុន្តែអ្នកនរគ្នាត្រូវតែរៀនទទួលស្គាល់ការពិតហើយផ្លាស់ប្ដូរវាទៅតាមរឿងរ៉ាវមិនថាក្នុងស្ថានភាពបែបណាត្រូវគិតវិជ្ជមានហើយផ្លាស់ប្ដូរខ្លួនឯងដើម្បីរឹងមាំក្នុងរយៈពេលវែងរស់ឡើងវិញណានឹងគឺបែបហ្នឹងឯងវាមានoutcomeពីរបែបហ្នឹងចំណែកឯលទ្ធផលចុងក្រោយការពីរនេះគឺពាក់ព័ន្ធជាមួយនឹងលទ្ធផលនៃចុងក្រោយវ៉ាវការចុងក្រោយនេះគឺឃើញថាល្អខ្លាំងខ្ញុំអាចនិយាយបានថាល្អខ្លាំងណាជំរឿនលទ្ធផលដែលអាចចុងក្រោយនេះណា3នេះផ្សេង3នេះគឺ3នេះផ្សេងណាអញ្ចឹងអ្នកមួយចំនួនគឺដល់ពេលដែលថារងចាំនៅលទ្ធផលអ្នកទាំងអស់គ្នាមួយចំនួនដូចជាកំពុងតែរងចាំនៅអ្វីមួយសម្រាប់ការនេះណាពេលដែលរីករាយកំពុងតែរីករាយនេះវាមានលេចចេញនៅអ្វីមួយណានៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងសីតុណ្ហភាពគឺវាធ្លាក់ចុះបាននិយាយទៅគឺវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់អ្នកទាំងអស់គ្នាអាចថានៅជាប់ទាំងនៅកន្លែងមួយនៅចុងក្រោយធម្មតាអ្នកទាំងអស់គ្នាជីវិតវាមានឡើងចុះភាពរីករាយក៏កើតមានជាប់ទាំងក៏កើតមានណាអញ្ចឹងអ្វីដែលសំខាន់ក្នុងរយៈពេលដែលជាប់ទាំងហ្នឹងវាជាឱកាសមួយដែលអាចចង្ឃ្លុះបង្ហាញពីភាពរឹងមាំរបស់អ្នកទាំងអស់គ្នានឹងអាចការពារសន្តិភាពផ្លូវចិត្តបានកម្រិតណាណានេះវាប្រៀបដូចជាចក្រវាលកំពុងតែសាក់លបងនៅវិញ្ញាសានៃជីវិតឲ្យអ្នកទាំងអស់គ្នានឹងរឹងមាំហើយតែអាចចាប់ដើមឡើងវិញទៀតអត់ពីបែបហ្នឹងឯងណាអញ្ចឹងមិនថាជួបរឿងរ៉ាវបែបណាទេនៅក្នុងនេះគឺជាពាក់ព័ន្ធជាមួយនឹងសត្វនេះសត្វបជាវនេះណាសត្វបជាវគឺនៅតែរក្សាលំនឹងបានន័យថាមិនត្រឹមតែជាសម្លេងឬក៏ពាក្យសម្ដីនៃតកកដែលនៅខាងលើនេះណាក៏វាអាចធ្វើឲ្យជានិមិត្តសញ្ញាមួយដែលពាក់ព័ន្ធជាមួយអាយហ្នឹងគឺអាយនេះគឺអក្សរអាយនេះគឺខ្លួនអ្នកអញ្ចឹងបានថាអាយវាស្ដាប់សូរសលេងទៅដូចជាតកកអញ្ចឹងប៉ុន្តែអាយនេះគឺជានិមិត្តសញ្ញាបង្ហាញពីខ្លួនអ្នកទាំងអស់គ្នាណាបើនៅក្នុងពុកបែកអឺរ៉ុបវិញគឺវាពាក់ព័ន្ធជាមួយនឹងនិមិត្តសញ្ញាវប្បធម៌ណាចាំបាច់ដែលអ្នកទាំងអស់គ្នាត្រូវរៀនពីភាពរឹងមាំនៅក្នុងនេះគឺវាពាក់ព័ន្ធជាមួយនឹងត្រូវរឹងមាំតែម្ដងឆ្លងកាត់នៅបញ្ហាគ្រោះថ្នាក់ជាចម្បងអីក៏ដោយនៅក្នុងការប្រឈមមុខនឹងអ្វីក៏ដោយបជាវនេះច្រើនតែរស់នៅខុសគេគឺវាអាចប្រឈមមុខគ្រប់វាអាចហាបានពេលហាវាមិនហាអញ្ចឹងអ្នកដាំក្បាលចុះក្រោមទេគឺវានៅតែហាដោយតែសត្វផ្សេងអញ្ចឹងប៉ុន្តែពេលយកវាអាចដេកឈើសួរថាសត្វផ្សេងអាចដេកដូចវាបាន no អញ្ចឹងបានន័យថាសត្វនេះគឺជាសត្វដែលពោពេញទៅដោយភាពរឹងមាំគឺវាអាចប្រឈមមុខគ្រប់ស្ថានភាពបានស្ងប់ស្ងាត់ត្រជាក់ណា
ដូចងាប់អញ្ចឹងប៉ុន្តែជាក់ស្ដែងគឺជាសត្វមួយដែលអាចស្វែងរកនៅភាពរឹងមាំខាងក្នុងបានអញ្ចឹងវាប្រៀបដូចជាអ្នកទាំងអស់គ្នាខ្លួនឯងហ្នឹងគឺមិនថាជួបសកម្មភាពអីទេគឺរីករាយក៏យើងអាចឆ្លងកាត់បានណាទុកសោកក៏យើងត្រូវឆ្លងកាត់បានត្រូវដឹងខ្លួនឯងថាជាមនុស្សបែបណាយើងត្រូវរៀនទទួលស្គាល់ការពិតរបស់ខ្លួនឯងហើយបន្តដំណើរទៅមុខទៀតផ្លាស់ប្ដូរត្រូវរៀនបត់បែនទៅតាមអាកាសធាតុទៅតាមដោយសត្វអញ្ចឹងសត្វនេះគឺបត់បែនទៅតាមអាកាសធាតុឯយើងមិនបត់បែនតាមអាកាសធាតុទេណាបត់បែនទៅតាមស្ថានភាពណាគឺបែបហ្នឹងឯងណាអញ្ចឹងការនេះគឺទាមទារឲ្យអ្នកទាំងអស់គ្នានឹងគ្រប់គ្រងសមត្ថភាពណាគ្រប់គ្រងអារម្មណ៍គ្រប់គ្រងសមត្ថភាពរបស់ខ្លួនឯងផ្ដោតលើលំនឹងពិសេសគឺលំនឹងតែម្ដងបើចង់ឲ្យជីវិតស្មូទគឺត្រូវរក្សាលំនឹងឲ្យបានល្អណាកុំ stress ពេកកុំឆាវឆាវត្រូវរក្សាការស្ងប់ស្ងាត់ត្រូវមានលំនឹងខាងក្នុងមកណារីឯលទ្ធផលនៃជំរើសទី2អ្វីដែលអាចលេចចេញបានគឺជារឿងដ៏រីករាយអ្នកមួយចំនួនអាចថាដល់ពេលវេលាដែលនឹងទទួលបាននៅភាពស្រស់ស្រាយអានេះវាពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិណាដល់ពេលវេលាដែលទទួលបាននៅទ្រព្យសម្បត្តិនៅសំណាងល្អនៅរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងសំណាងល្អណាសំណាងល្អក្តីសង្ឃឹមថ្មីពោដោយសារអីដោយសារសត្វកប្រុកវាចាប់កាន់ក្របនេះណាឈងចាប់កាន់នេះហើយមានពលឺហុំព័ទ្ធហ្នឹងគឺវាប្រៀបដូចជាការផ្ដល់ពរឲ្យអញ្ចឹងមិនថានៅក្នុងស្ថានភាពបែបណាទេគឺរៀនផ្ដល់ឲ្យខ្លួនឯងនៅភាពរីករាយព្រោះអីអ្នកទាំងអស់គ្នាជំរើសអ្នកទាំងអស់គ្នារើសទី1ឬរើសទី2វាសុទ្ធតែជាការផ្ដល់ឲ្យនៅភាពរឹងមាំហើយវាលក្ខណៈពិសេសរៀងៗខ្លួនណានៅក្នុងនេះវាតំណាងឲ្យអីតំណាងឲ្យទ្រព្យសម្បត្តិសំណាងល្អភាពសក្តិសមធម្មពលណាហើយវាអាចពាក់ព័ន្ធជាមួយនឹងការមាន baby ដូចគ្នាតែខ្ញុំនិយាយវាពាក់ព័ន្ធជាមួយនឹងការមាន baby ដូចគ្នាណាអាចថាអ្នកខ្លះគឺជាមានភាពតាក់ទាញខ្លាំងនៅក្នុងជីវិតបច្ចុប្បន្ននេះអញ្ចឹងអាចថាពេលខ្លះអ្នកទាំងអស់គ្នាតែងតែទាមទារឲ្យកត់រាល់សកម្មភាពណារាល់អ្វីដែលខ្លួនឯងធ្វើនៅក្នុងនេះវាអាចថាជាលទ្ធផលពីការខិតខំប្រឹងប្រែងនេះធ្វើការដោយសារនេះកន្លងមកនេះគឺជំរឿនដែលអ្នកគ្នាធ្វើនេះគឺវាមានការសហការពីមនុស្សជុំវិញហើយអ្វីដែលឆ្លងកាត់បទពិសោធន៍នៃជីវិតមានទាំងរឿងល្អមិនល្អអីឆ្លងកាត់ដល់ទីបញ្ចប់ចាប់ដើមទទួលបាននៅនេះជំរឿននេះគឺពាក់ព័ន្ធជាមួយនឹងទទួលបានភាពរីករាយនៅក្នុងក្រុមគ្រួសារគឺពោពេញទៅដោយការហូបចុកគ្រប់គ្រាន់ណាមិនត្រូវការភ័យខ្លាចអ្វីទាំងអស់ព្រោះអីអ្នកទាំងអស់គ្នាទទួលបាននៅការផ្ដល់ឲ្យនៅចំណីអាហារគ្រប់គ្រាន់បានថាប្រៀបដូចជាទទួលបាននៅទ្រព្យសម្បត្តិអញ្ចឹងខ្ញុំនិយាយថាអ្នកមួយចំនួនគឺការនេះការសំណាងល្អបានស្វែងរកនៅភាពជោគជ័យពោពេញទៅដោយធម៌ពលនៃការខិតខំប្រឹងប្រែងខ្លួនឯងពោពេញទៅដោយរង្វាន់ពោពេញទៅដោយភាពស្រស់ស្រាយណាអូខេនេះគឺវាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវអ្នកមួយចំនួនដែរទាមទារត្រូវដឹងលើជំរើសនីមួយៗនៃជីវិតណាតែខ្ញុំនិយាយហ្នឹងគឺពាក់ព័ន្ធជាមួយនឹងទាំងគូជីវិតបើមានគូជីវិតគឺអាចថានឹងមាន baby ណាអូខេអញ្ចឹងខ្ញុំអរនិយាយសម្រាប់អ្នកមួយចំនួនដែលឃើញវីដេអូនេះបើគិតថាត្រូវក៏ share ចាំដែរគិតខកអរំលងហើយកុំភ្លេច follow TikTok YouTube channel របស់ខ្ញុំផងអរគុណច្រើនបាយបាយ see you